បាទជាបឋមសូមគោរពទៅដល់បងប្អូនទស្សនិកជនទាំងអស់ដែលនិយមតាមដានរាល់ការផ្សាយរបស់អង្គភាពសារព័ត៌មានរស្មីនាគមាសបាទគណៈពេលនេះដែរគឺយើងចង់អត្ថាធិប្បាយបន្តិចទាក់ទិននឹងទីតាំងវិចខ្ចប់ថ្នាំកសិកម្មមួយកន្លែងដែលជាប្រភេទថ្នាំបាញ់ស្មៅនៅភូមិរហាឃុំស្រែចាស្រុកស្នួលខេត្តក្រចេះដែលទីតាំងនោះផងដែរគឺមានប្រជាពលរដ្ឋគាត់បានរាយការណ៍មកដល់អង្គភាពសារព័ត៌មានយើងទាក់ទិននឹងផលប៉ះពាល់ទៅដល់សុខភាពមនុស្សសត្វក៏ដូចជារុក្ខជាតិជាដើមហើយទីតាំងនោះផងដែរត្រូវបានគេស្គាល់ថាមានម្ចាស់ទីតាំងឈ្មោះថុងវីឡាដែលមានអាស័យដ្ឋាននៅភូមិក្បាលស្នួលឃុំស្នួលស្រុកស្នួលខេត្តក្រចេះក្រោយពីប្រជាពលរដ្ឋបានរាយការណ៍គឺយើងបានទទួលនៅព័ត៌មាននេះបន្ទាប់មកក្រុមការងារក៏បានចុះទៅដល់ទីតាំងហើយក្រោយពីចុះទៅដល់ទីតាំងក៏យើងបានសម្ភាសជាមួយប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរហើយអាជ្ញាធរក៏បានលើកឡើងពីផលប៉ះពាល់ដោយប្រជាពលរដ្ឋរបស់ខ្លួនដែរហើយកំណត់ហេតុត្រួតពិនិត្យក្រោយពីអាជ្ញាធរចុះទៅហាមឃាត់ចំនួន2ដងហើយនៅតែមិនរៀងចាលនោះគឺអាជ្ញាធរបានធ្វើកំណត់ហេតុដោយខាងក្រោមកំណត់ហេតុគឺបានបញ្ជាក់ថាទីតាំងវិចខ្ចប់ថ្នាំកសិកម្មប្រភេទថ្នាំសម្លាប់ស្មៅក្រុមការងារបានណែនាំឲ្យម្ចាស់អាជីវកម្មវិចខ្ចប់ថ្នាំកសិកម្មឲ្យបញ្ឈប់ដំណើរការជាបណ្ដោះអាសន្នរហូតទទួលបាននៅលិខិតអនុញ្ញាតពីក្រសួងពាក់ព័ន្ធទីតាំងបានម្ចាស់ទីតាំងបានយល់ព្រមបញ្ឈប់ការវិចខ្ចប់តាមការណែនាំរបស់ក្រុមការងារករណីទីតាំងនៅតែបន្តការវិចខ្ចប់ម្ចាស់ទីតាំងសន្យាទទួលខុសត្រូវចំពោះមុខច្បាប់បាទនេះជាកិច្ចសន្យាលើកទី1ហើយលើកទី2ដោយយល់ឃើញថានៅតែបន្តលួចលាក់វិចខ្ចប់បន្តអាជីវកម្មរបស់ខ្លួនក្រុមការងារអាជ្ញាធរថ្នាក់ភូមិឃុំនិងមន្ត្រីជំនាញបានចុះទៅដល់ទីតាំងហាមឃាត់ម្ដងទៀតនេះបើយោងតាមការលើកឡើងរបស់លោកមេភូមិការហាមឃាត់លើកទី2នោះគឺធ្វើឡើងនៅក្នុងអំឡុងខែឧសភាបាទអញ្ចឹងការណែនាំនឹងផ្អាកជាច្រើនលើកច្រើនសារនេះគឺសបញ្ជាក់ឲ្យឃើញថាម្ចាស់ទីតាំងលោកថុងវីឡាដែលមានទីតាំងនៅភូមិក្បាលស្នួលឃុំស្នួលស្រុកស្នួលខេត្តកញ្ចេះគឺផ្កើនទៅនឹងឯកសារបានទទួលស្គាល់ជាមួយនឹងអាជ្ញាធរថានឹងផ្អាកហើយហេតុអ្វីបាននៅតែប្រហើនបន្តសកម្មភាពបែបនេះអញ្ចឹងសបញ្ជាក់ឲ្យឃើញថាភាពក្រអឺតក្រទមកោងកាចរបស់ម្ចាស់អាជីវកម្មគឺមិនដឹងថាអាងស្អីនោះទេបាទមិនដឹងថាលោកអាងទឹកលុយឬមួយអាងខ្នងបង្អែកអ្នកណាមួយទេបានទៅហ៊ានផ្កើនយ៉ាងនេះថ្មីត្បិតតែមានការបញ្ឈប់ការផ្អាកសកម្មភាពអាជីវកម្មក៏ដោយក៏នៅតែលួចលាក់បន្តដដែលបាទហើយក៏សំណូមពរទៅដល់ក្រសួងកសិកម្មបាទក្រោយពីការចេញផ្សាយនេះសង្ឃឹមថាក្រសួងនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជួយស៊ើបឲ្យបានច្បាស់ក៏ដូចជានឹងចាត់វិធានការឲ្យបានតឹងរឹងចំពោះបុគ្គលដែលជាម្ចាស់អាជីវកម្មអញ្ចឹងរឿងពិតយ៉ាងណានោះយើងមិនដឹងថាយ៉ាងណានោះទេដោយសារយើងជាអ្នកសារព័ត៌មានបានត្រឹមតែផ្សព្វផ្សាយតែប៉ុណ្ណោះអញ្ចឹងកុំឲ្យរងចាំយូរយើងនឹងជួបជាមួយបងប្អូនប្រជាពលរដ្ឋពេលនេះផ្ទាល់តែម្ដងជំរាបសួរបងបាទជំរាបសួរបងឈ្មោះអីដែរបងខ្ញុំឈ្មោះគឹមលេងបងជាប្រជាពលរដ្ឋរស់នៅភូមិរហានេះបងណាបាទភូមិរហាឃុំស្រែចាស្រុកស្នួលខេត្តកញ្ចេះហ្នឹងហើយបងតើបងមានផលប៉ះពាល់ដោយប្រជាពលរដ្ឋផ្សេងដែលគាត់លើកឡើងថាមានទីតាំងកែច្នៃថ្នាំសម្លាប់ស្មៅនៅក្នុងភូមិរបស់បងក្រោយពីមានគេហៅថាកែច្នៃនៅប្រភេទថ្នាំសម្លាប់ស្មៅនេះគឺពួកគាត់លើកឡើងពីបញ្ហាសុខភាពពួកគាត់ស្ទើរគ្រប់គ្នាតើក្នុងនាមបងជាប្រជាពលរដ្ឋនៅក្នុងភូមិនេះបងមានផលប៉ះពាល់ដោយពួកគាត់ទេបាទមានខ្លះដែរបង
ផលប៉ះពាល់យ៉ាងម៉េចដែរបង បាទដូចជាសុខភាពដូចរឿងដូចប្រែប្រួលដូចជារុក្ខជាតិអីដំណាំអីនៅតាមផ្ទះហ្នឹងដូចវារឿងប្រែប្រួលដែរ បាទ រឿងខ្លោចទេ ហើយ រៀប ផ្ដល់កិច្ចសម្ភារនេះតើមានគេប្រខិតបង្ខំបងឯងឲ្យមកដែរ អត់ទេបងអត់ទេ បាទអញ្ចឹងអ្វីដែលបងបានផ្ដល់នេះគឺទំនួលខុសត្រូវណា បាទបាទ បាទខ្ញុំអ្នកព័ត៌មានបានត្រឹមតែយកកិច្ចសម្ភារដោយស្ម័គ្រចិត្តទេណាបងណា បាទ បាទអរគុណច្រើនបងជំរាបសួរអ៊ំ ចាចា អ៊ំឈ្មោះអីដែរអ៊ំ មួយជួបមុំ អ៊ំសប្តាហ៍ថ្ងៃរស់នៅភូមិឃុំណា នៅភូមិលហាឃុំស្រែចាស្រុកស្នួលខេត្តកញ្ចេះ ហ្នឹងឯងអ៊ំខ្ញុំទទួលព័ត៌មានបានពីប្រជាពលរដ្ឋតាក់ទិននឹងនៅក្នុងភូមិរហានេះគឺមានទីតាំងកែច្នៃប្រភេទថ្នាំសម្រាប់ស្មៅមួយកន្លែងដែលទីតាំងនេះផងដែរគឺពួកគាត់លើកឡើងពីផលប៉ះពាល់ចំពោះសុខភាពពួកគាត់យ៉ាងធ្ងន់ធ្ងរហើយតើអ៊ំនៅក្នុងភូមិនេះអ៊ំមានផលប៉ះពាល់ដោយពួកគាត់ទេ ដោយក្មួយផ្សេងខ្លួនខ្ញុំផ្ទាល់ហ្មងខ្ញុំនិយាយពីខ្លួនខ្ញុំណា បាទ គឺហូបបាយអាបានក្អួតវិលមុខឆ្អល់ពោះហើមពោះ ហើយពីមុនដែលមានអាការៈ អ ហ្នឹង ត់ដែរផងគ្រូ អញ្ចឹងមិនបានអ៊ំហ៊ានអះអាងថាអាការៈនេះមកពីថ្នាំពុលហ្នឹង មកពីការខ្ញុំពិសោធន៍ខ្ញុំទៅបាញ់ថ្នាំចកាខ្លួនឯងខ្ញុំដើរកាត់គឺវាមានបញ្ហាអញ្ចឹងដល់នឹងពេលយើងសម្រាកយប់ម៉ោង 2:10 ចំហាយចូលក្នុងមុងគឺយើងល្ងឹតមុខងើបអត់រួចហ្មងក្មួយ បាទ ខ្លួនខ្ញុំគីឡូ60ឥឡូវនៅតែគីឡូ55អីទេបាយអត់បានភ្លាវមាត់រាល់ថ្ងៃហ្នឹងគ្រូ ហើយក្នុងនាមអ៊ំជាប្រជាពលរដ្ឋនៅពេលដែលមានផលប៉ះពាល់អញ្ចឹងមានដែរជំរាបទៅអាជ្ញាធរមូលដ្ឋានណា អត់ដែរទៅជម្រាបទេប៉ុន្តែប្រាប់អ្នកមកទិញអីចឹងកូនចៅចឹងថាចេះហាក្មួយអើយធំណាស់សម្រាប់អត់បានទេវាថាគីមីចឹងហើយបន្តិចទៀតឲ្យខ្ញុំទៅថតទៅបន្តិចទៀតស៊ីសួតអស់មួយខាងម្នាក់ឲ្យ អូ ថាវាថាលេងផងបែបផងហើយ បាទអ៊ំបាទ ចាតែខ្ញុំអត់ស្គាល់គេទេ ហើយតើអ៊ំមកផ្ដល់កិច្ចសម្ភារនេះអ្នកណាបខំអ៊ំមកដែរឬមួយអ៊ំមកដោយស្ម័គ្រចិត្ត ដោយស្ម័គ្រចិត្តទៅធ្វើទុកខ្លួនឯងពេកក្មួយពិបាកហ្មង ហើយមិនបានដឹងថាក្រុមការងារយើងមក អង្គការស្រីទៅចូលលេងផ្ទះខ្ញុំហ្នឹងលើនឹងអង្គុយចាំឲ្យខ្ញុំទៅសភាខ្ញុំប្រាប់ជំងឺគាត់ចឹងណា បាទ ចាអង្គការ ហើយអ៊ំសំណុំពរយ៉ាងម៉េចចំពោះអាជ្ញាធរ សំណុំពរថាឲ្យគេរើទៅឲ្យក្មួយទៅថា អរគុណណាអ៊ំណា ចាចា បាទរៀបសួរបង បាទបាទរៀបសួរ បងឈ្មោះអីដែរបង ខ្ញុំឈ្មោះទឹកប្រឡាំង សប្តាហ៍ថ្ងៃបងរស់នៅភូមិឃុំណា នៅភូមិរហាឃុំស្រែចាស្រុកស្នួលខេត្តក្រចេះ ហ្នឹងហើយបងខ្ញុំទទួលព័ត៌មានពីប្រជាពលរដ្ឋតាក់ទិននឹងនៅក្នុងភូមិរហានេះគឺមានទីតាំងកែច្នៃនៅប្រភេទថ្នាំសម្រាប់ស្មៅដែលបង្កផលប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋនៅទីនេះតើបងក្នុងនាមបងជាប្រជាពលរដ្ឋនៅក្នុងភូមិរហានៅក្នុងមូលដ្ឋាននេះដែរបងមានបានទទួលរងនៅផលប៉ះពាល់ដោយពួកគាត់ដែរ បាទទទួលរងផលប៉ះពាល់ដូចគ្នាហ្នឹងនៅប្រអីគេធ្វើនៅក្នុងភូមិនឹងវាចិត្តទីផ្ទះពេកណា បាទ បាទ ហើយតើផលប៉ះពាល់ហ្នឹងវាចេះតែធ្វើឲ្យយើងមានអាការៈយ៉ាងម៉េចបានយើងដឹងថាពីផលប៉ះពាល់ដោយសារថ្នាំពុលនេះ ធ្វើឲ្យយើងពេលចំហាយម្ដងទៅផ្ទះយើងហ្នឹងធ្វើឲ្យយើងឈឺក្បាលវិលមុខបាទ អញ្ចឹងពេលពីមុនមិនទាន់មានកន្លែងទីតាំងកែច្នៃគេហៅថាផលិតប្រភេទថ្នាំពុលថ្នាំសម្រាប់ស្មៅនេះយើងអត់មានអាការៈអញ្ចឹងទេ បាទអត់ទេ ហើយពេលបងមកផ្ដល់កិច្ចសម្ភារហ្នឹងអ្នកណាប្រាប់បងមិនបងដឹង ខ្ញុំមកស្ម័គ្រចិត្ត អញ្ចឹងអត់មានការប្រខិតបង្ខំទេណា បាទបាទ ព្រោះខ្ញុំព័ត៌មានអត់មានតែបង្ខំប្រជាពលរដ្ឋទេប្រជាពលរដ្ឋណាលើកឡើងពីផលប៉ះពាល់ជាក់ស្ដែងក៏លើកមក បាទបាទ ហើយបើអត់ទេខ្ញុំក៏មិនយកកិច្ចសម្ភារដែរ បាទបាទ ដោយសារខ្ញុំមកសម្ភារនេះមិនមែនបងប្អូនជួលខ្ញុំមកទេណា បាទ បាទគឺមកនឹកឃើញថាមានប្រជាពលរដ្ឋគាត់ទេ បាទ ខលមកដល់អង្គភាពយើងនឹងក្រុមការងារក៏បានចុះមកទៅ បាទ ដើម្បីបានផ្សាយជូនប្រជាពលរដ្ឋផ្សេងក៏ដូចជាមហាជនជាពិសេសអាជ្ញាធរក្នុងមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធ បាទបាទ បាទហើយបងសំណុំពរយ៉ាងម៉េចចំពោះអាជ្ញាធរដើម្បីឲ្យគាត់បានដឹង បាទខ្ញុំសំណុំពរថាឲ្យគាត់នឹង
រើចេញពីក្នុងភូមិនឹងទៅព្រោះអីវាក្នុងភូមិណា បាទ បាទហ្នឹងហើយរើចេញពីនឹងទៅវាគាត់ធ្វើឯណាទៀតធ្វើទៅបាទឲ្យធ្វើនៅនឹងទេព្រោះអីប៉ះពាល់សុខភាពប្រជាពលរដ្ឋច្រើនណាស់ បាទអរគុណណាបងណាអរគុណ សូមពោទៅប៉ុណ្ណឹងបាទ អ៊ំឈ្មោះអីដែរអ៊ំ ឈ្មោះថន សប្តាហ៍ថ្ងៃរស់នៅភូមិណាឃុំណា នៅភូមិលហាឃុំស្រែចាស្រុកស្នូល អូហ្នឹងហើយអ៊ំប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរហានេះគឺមានការលើកឡើងតាក់ទិននឹងទីតាំងកែច្នៃថ្នាំពុលប្រភេទថ្នាំសម្រាប់ស្មៅគាត់លើកឡើងពីផលប៉ះពាល់ទៅដល់សុខភាពនិងដំណាំរបស់ពួកគាត់តើអ៊ំនៅក្នុងមូលដ្ឋាននេះមានផលប៉ះពាល់ដូចប្រជាពលរដ្ឋផ្សេងទេ ប៉ះពាល់ ប៉ះពាល់យ៉ាងម៉េចខ្លះអ៊ំ ប៉ះពាល់ធំថ្នាំធំអីទៅវាសុខភាពអត់ល្អ យ៉ាង ចាចេះតែឈឺក្បាលវិលមុខគ្រប់គ្នាអញ្ចឹង ហើយអាការៈហ្នឹងតាំងពីមុនមកឬមួយទៅតែអាកន្លែងទីតាំងហ្នឹងមកដាក់កែច្នៃថ្នាំពុលហ្នឹងទេបានយើងមានអាការៈអញ្ចឹង តែតែថ្នាំដាក់ថ្នាំពុលហ្នឹងបានមានអាការៈអញ្ចឹងហើយផលដំណាំអីរួញត្រួយអីអស់ហើយ អូបាទអ៊ំបាទហើយអ៊ំដែលមានប្រាប់អាជ្ញាធរដែរ អត់ដែលប្រាប់ផង អញ្ចឹង ហ៊ានប្រាប់ អត់ហ៊ាន ចា ខ្លាចអី ព្រោះគេមេបាតហើយយើងជាជន ប្រជាជនពេលមានផលប៉ះពាល់យើងត្រូវប្រាប់ទៅអាជ្ញាធរដើម្បីឲ្យអាជ្ញាធរគេដោះស្រាយជូនយើងចង់ដឹងថាក្រោយពីប្រាប់អាជ្ញាធរថាផលប៉ះពាល់ចេះហើយចាំមើលអាជ្ញាធរហ្នឹងគាត់ដោះស្រាយជូនប្រជាពលរដ្ឋយ៉ាងម៉េច ចា អញ្ចឹងពេលរឿងបន្តក្រោយឲ្យតែមានគេហៅថានៅក្នុងមូលដ្ឋានយើងគិតថាប៉ះពាល់ប្រយោជន៍ប្រជាពលរដ្ឋប៉ះពាល់ប្រយោជន៍សាធារណៈប្រយោជន៍រួមយើងត្រូវតែប្រាប់មូលដ្ឋានដើម្បីឲ្យគាត់បានដឹងនិងដោះស្រាយទាន់ពេលវេលាអញ្ចឹងក៏អរគុណណាអ៊ំណាដែលបានផ្ដល់កិច្ចសម្ភារ ចា ជំរាបសួរអ៊ំ អរគុណក្មួយ បាទអ៊ំឈ្មោះអីដែរអ៊ំ ឈ្មោះស្រីម៉ៅ សប្តាហ៍ថ្ងៃអ៊ំរស់នៅភូមិឃុំណា នៅលហាហ្នឹង នៅលហាហ្នឹងហើយ គុំស្រែចាយើងហ្នឹង បាទអ៊ំមានគេហៅថាផលប៉ះពាល់ចំពោះសុខភាពនិងដំណាំដោយប្រជាពលរដ្ឋផ្សេងដែលគាត់លើកឡើងថានៅភូមិរហានេះគឺមានទីតាំងកែច្នៃនៅប្រភេទថ្នាំពុលដែលជាថ្នាំសម្រាប់ស្មៅ មានអ៊ំជួយលើកឡើងតិចមើលអ៊ំ ចាមានច្រើនណាស់ អ៊ំលើកឡើងពីផលប៉ះពាល់តិចមើល ចាតំណាំអីហ្នឹងចំហាយមកហ្នឹងវាងាប់ទាំងអស់ហ្នឹងណាគ្រូ ហើយចំពោះសុខភាពអ៊ំវិញ សុខភាពវាមិនសូវស្រួលដែរហ្នឹង អញ្ចឹង ចា អូហើយបញ្ហាទាំងអស់នេះមិនបានយើងអាចសន្និដ្ឋានថាមកពីចំហាយថ្នាំពុលហ្នឹង អត់មានអីទេដល់ពេលឥឡូវកើតរោងចក្រថ្នាំហ្នឹងអត់កើតអីទេហ្មង អ៊ំសនំពរយ៉ាងម៉េចជាលើកចុងក្រោយ សនំពួរថាកុំឲ្យមានទៀត អញ្ចឹង ចា បាទអរគុណច្រើនណាអ៊ំណាបាទឲ្យ មានទៀត បង ចាងាកសួរ បងឈ្មោះអីដែរបង ខ្ញុំឈ្មោះអ៊ឺស្រីមុំ សប្តាហ៍ថ្ងៃរស់នៅភូមិឃុំណា ភូមិរហាឃុំស្រែចាស្រុកស្នូលខេត្តកញ្ចេះ ហើយបងមកនេះចង់ផ្ដល់កិច្ចសម្ភារយ៉ាងម៉េចដែរឬមួយលើកឡើងពីផលប៉ះពាល់ដូចប្រជាពលរដ្ឋដែលគាត់បានលើកឡើងមុន ចង់លើកឡើងដោយគាត់ដែរវាមានផលប៉ះពាល់ថ្នាំវាមានជាតិថ្នាំមានចំហាយប៉ះពាល់ដល់សុខភាពទី1សុខភាពទី2ដំណាំ អញ្ចឹង ចា សុខភាពហ្នឹងវាចេះតែអាម៉េចបង វាចេះតែស្រួលខ្លួនគ្រូថប់ដង្ហើម អូហើយចំពោះ បញ្ហាផ្សេងទៀតឈឺក្បាលឈឺអីចឹងគ្រូវាមានចេះតែមានទេព្រោះថ្នាំ បាទហើយដំណាំវិញ បើដំណាំស្លោកហើយគ្រូ អញ្ចឹង ចាបើផ្លែហ្នឹងរួយអស់ហើយ ហើយមកនេះគេជួលឲ្យមកទេ ជួលស្អីបើអ្នកស្រុកហ្នឹងហើយចាំបាច់គេជួល អញ្ចឹងបាទគីឡូគេ ដើម្បីខ្លួនឯងចាំបាច់គេជួល គីឡូគេដល់ពេលឃើញផ្សាយទៅចុយពីណាគេជួលអូនឯងពីណាគេជួលក្មួយឯងទៅមិនចេះទៅគេឯងអញ្ចឹងណា ព្រោះនេះបញ្ហាខ្លួនឯងសុខភាពខ្លួនឯង បាទអញ្ចឹងអ្វីដែលការលើកឡើងរបស់បងគឺទំនួលខុសត្រូវណា ចា ហើយបងសនំពរយ៉ាងម៉េចដែរ ខ្ញុំក៏សំណុំពរថាចង់អត់ចង់ឲ្យធ្វើនៅហ្នឹងព្រោះវាមានផលប៉ះពាល់ច្រើន បាទ ទី1សុខភាពទី2ដំណាំទី3សត្វធាតុខ្ញុំវាឈឺវាអីដូចគ្នាអញ្ចឹងគ្រូប៉ះពាល់ច្រើនណា បាទ ចា បាទអរគុណច្រើនបងណាអរគុណ អរគុណជម្រាបលា សួរអី ចាជំរាបសួរ បាទអីឈ្មោះអីដែរអី ខ្ញុំឈ្មោះអៀងសាវិន អីសប្តាហ៍ថ្ងៃរស់នៅភូមិឃុំណា ភូមិរហាឃុំស្រែចាស្រុកស្នូលខេត្តក្រចេះ អ
អីមកផ្ដល់កិច្ចសម្ភារនេះចង់ផ្ដល់កិច្ចសម្ភារអំពីអីដែរអី អំពីថ្នាំកសិកម្មដែលគេផលិតនៅចិត្តផ្ទះហ្នឹង អញ្ចឹង ចា ហើយមិនបានមិនសប្បាយចិត្តចំពោះទីតាំងកែច្នៃផលិតនៅថ្នាំពុលដែលជាប្រភេទថ្នាំបាញ់ស្មៅនេះ ខ្ញុំមិនពេញចិត្តគ្រាន់តែចូលមកដល់ផ្ទះហ្នឹងដូចយើងដើរកាត់ថ្នាំដែលយើងកំពុងតែបាញ់ស្មៅអញ្ចឹង ហើយចំពោះសុខភាពយើងវិញវាមានផលប៉ះពាល់មិនដែរ ធ្វើឲ្យខ្ញុំឈឺក្បាលថប់ដង្ហើមហត់ស្វាំងភ្នែក អូហើយចំពោះដំណាំវិញអី ដំណាំរុញត្រួយទាំងអស់ អញ្ចឹង អត់មានកើតអីទេសំបីចិត្តការរុញការស្អំត្រាប់ជំវិញផ្ទះដំណាំជំវិញផ្ទះខ្នោអីខូចក្តឹបទាំងអស់ អូ រយទាំងអស់ បាទហើយអីសំណពរយ៉ាងមិនដែរអី ខ្ញុំសំណូមពរសូមឲ្យរាជរដ្ឋាភិបាលថ្នាក់លើអាជ្ញាធរទាំងអស់ដែលដឹកនាំលើផ្ទៃប្រទេសនេះសូមឲ្យលោកជួយដោះស្រាយឲ្យប្រជាពលរដ្ឋផង បាទ បើទៅធ្វើឲ្យឆ្ងាយវាមិនបញ្ហាទេកុំឲ្យមានភូមិឆ្ងាយ10គីឡូពីភូមិទៅក៏មិនថាយដែរលេអានេះនៅបញ្ញាច់ប្រជាពលរដ្ឋអញ្ចឹងប្រជាពលរដ្ឋឈឺបើកូនទូចផងក្អួតរាកបុកចំហាយមកយើងចូលដេកលើផ្ទះអញ្ចឹងដូចដេកក្នុងថ្នាំហ្នឹងឯងព្រោះវាបឺតហ្មងផ្ទះមានអ៊ូចមានទ្វារអញ្ចឹងបឺតនៅក្នុងផ្ទះហ្នឹងហ្មងទប់ទឹកគ្រប់អីធំបើកទ្វារចូលបត់ជើងអញ្ចឹងដូចយើងធំថ្នាំចូលមកងឹតមុខហ្មង បាទអីអរគុណណាអីណាបាទអរគុណជំរាបសួរអី ចាជំរាបសួរលោកគ្រូ បាទអីឈ្មោះអីដែរអី ខ្ញុំឈ្មោះហ៊ួនច័ន្ទ សប្តាហ៍ថ្ងៃរស់នៅភូមិឃុំណា នៅភូមិរហាស្រុកស្រូអាឃុំស្រែចាស្រុកស្រូខេត្តកញ្ចេះ ហ្នឹងហើយអីមកផ្ដល់កិច្ចសម្ភារនេះគឺចង់លើកឡើងអំពីអីដែរ ផលិតថ្នាំអញ្ចឹងលោកគ្រូ បាទ ហើយកូនចៅមិនជាមនេះទេរីអាចរីកនោមមកហើយ អញ្ចឹង ចាខ្ញុំ ហើយចំពោះដំណាំអីវិញ ចាដំណាំកម្មកើតដែរ វាយ៉ាងម៉េចវាចេះតែមិនដំណាំ ចេះទីរុញ ហើយមិនបានយើងដាក់ការសង្ស័យថាមកពីមូលហេតុដោយសារកន្លែងទីតាំងផលិតថ្នាំពុលនេះ តាំងពីគេដាក់មកដូចថាវាអត់សូវកើតអីចឹងលោកគ្រូមិនចា អូ ចាវាជះចំហាយចឹង ហើយសនំពរយ៉ាងម៉េចទៅនៅពេលដែលយើងមានផលប៉ះពាល់អញ្ចឹង សនំពួរចង់អុយលោកគ្រូជួយយកមក ខ្ញុំជួយបានត្រឹមតែប្រព័ន្ធផ្សព្វផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំនិងមន្ត្រីជំនាញបានដឹងពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចា ហើយក្រោយពីគេចុះមកចាំមើលគេស្រាវជ្រាវគេអង្កេតគេធ្វើយ៉ាងម៉េចអាហ្នឹងជាលក្ខណៈបច្ចេកទេសរបស់អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធអញ្ចឹងណាអី ចាចា បាទព្រោះអីខ្ញុំមិនអាចជួយអីបានក្រៅពីប្រព័ន្ធផ្សព្វផ្សាយទេ ចា បាទអញ្ចឹងអរគុណច្រើនណាអីណា ចាចា បាទសួរបង ចាជំរាបសួរគ្រូ បងឈ្មោះអីដែរបង ខ្ញុំឈ្មោះរៀនវី បងសពថ្ងៃរស់នៅភូមិឃុំណា ភូមិរហាភូមិស្រែចាស្រុកស្នូខេត្តកញ្ចេះគ្រូ ហ្នឹងឯងបងឮថាបងមុននេះអំបញ្ញមិញដូចជាលើកឡើងពីផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពរបស់ខ្លួនឯងក៏ដូចជាកូននិងក្រុមគ្រួសារហើយជាពិសេសនោះគឺដំណាំផ្សេងដែលយើងដាំនៅកន្លែងផ្ទះនៅកន្លែងដីដែលជាប់នឹងទីតាំងផលិតនិងកែច្នៃថ្នាំពុលអញ្ចឹងតើបងមានផលប៉ះពាល់យ៉ាងម៉េចខ្លះជួយលើកឡើងបន្តិចមើលបង តាំងពីគាត់អត់ទាន់ធ្វើថាថ្នាំនោះគឺអត់ទាន់បង្កើតរោគចាក់ទៀតទើបខ្ញុំហ្នឹងណាគ្រូដល់ហ្នឹងអត់ទាន់អីទេដល់ពេលគាត់បង្កើតអញ្ចឹងខ្ញុំនិយាយរួមរោងតំណឹងនិយាយរួមខ្ញុំផ្ទុកជាងគេហ្មងចាបាយយកប៉ុណ្្នឹងមកសុខភាពវាតាមនោះដែរខ្ញុំស្រកគីឡូក៏ស្រកដកដង្ហើមនោះទាំងផ្ទះ អញ្ចឹង ចាហើយហូបបាយចកាលហូបបង្កើតផង ហើយចំពោះដំណាំវិញយ៉ាងម៉េចដែរ ដំណាំក៏នាងស្លកតាមនឹងដែរដាំស្អីក៏ដាំលែងកើតដែរលក្រែងចង់រួញអស់ហើយដែរ ហើយលើបងឯងលើកឡើងថារហូតទៅដល់មានការព្រួយបារម្ភចំពោះប្រព័ន្ធទឹកទៀតដោយសារលើថាបងនៅគៀកនឹងកន្លែងហ្នឹង ទឹកហូរមកទំហឹងមកចូលមកខ្ញុំរោងតំណឹងអីតំណឹង អញ្ចឹង ចាហើយខ្ញុំសូមជម្រាបដល់លោកគ្រូខាងអេចដំឬមួយក៏រដ្ឋមន្ត្រីទាំងអស់ធំទាំងអស់សូមឲ្យជួយដោះស្រាយខ្ញុំផងបើខ្ញុំវាប៉ះពាល់ផ្ទុកជាងគេហ្មងហើយចិត្តរួចថាវាជាប់លបងហ្មងគ្រូ បាទបងបាទ ចាខ្ញុំសូមក្នុងពួរយ៉ាងជួយដោះស្រាយឲ្យផង បាទ ខ្ញុំថ្ងៃសំខាន់ជាងគេថ្នាក់នៅផ្ទះខ្ញុំនៅឡើយចង់កើតហើយខ្ញុំចង់ថាដឹងទៅនៅណាទេថ្ងៃនេះ បាទបង ចាខ្ញុំវាផ្ទុកជាងគេពេកថ្ងៃនេះ ប
បាទបង បាទទាំងហើបថ្នាក់យូរទៅលេចង់នៅផ្ទះកើតដែរខ្ញុំ បាទបងបាទបាទ ចង់ឲ្យកិច្ចទៅចង្ការហ្នឹងវាពេកធំឡងដល់មកថ្នាក់ហើមពោះកូនក៏យ៉ាងដែរគ្រប់តែគ្នាហ្នឹងខ្ញុំចាខ្ញុំគប់ណាស់រោងទៅហ្នឹងអីទៅហ្នឹង បាទអរគុណច្រើនបងណា ចាកូន បាទជំរាបសួរពូមេភូមិ បាទជំរាបសួរបាទ បាទពូហ្នឹងហើយឃើញមានប្រជាពលរដ្ឋមកប៉ុណ្ណេះក៏មិនទាន់អស់ដែរដោយសារប្រជាពលរដ្ឋច្រើនហើយក្រុមការងារជាពិសេសខ្ញុំក៏បញ្ញាប់ទៅបំពេញបេសកកម្មការងារផ្សេងហើយថ្ងៃនេះផងដែរគឺមានប្រជាពលរដ្ឋគាត់លើកឡើងតាក់ទិននឹងនៅក្នុងភូមិរហាឃុំស្រែឃុំ ស្រែចា ស្រែចាបាទស្រុកស្នួលខេត្តកញ្ចេះនេះគឺលើកឡើងពីទីតាំងកែច្នៃផលិតថ្នាំពុលជាប្រភេទថ្នាំបាញ់ស្មៅដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់សុខភាពពួកគាត់ជាពិសេសគេហៅថាផលដំណាំផ្សេងដែលគាត់ដាំហ្នឹងគឺមានការខ្លោចស្លឹកខ្លោចអីអញ្ចឹងទៅគឺមិនបានផលទេហើយការលើកឡើងនេះផងដែរគឺពួកគាត់បានធ្វើមុននេះអំបញ្ញមិញជាមួយខ្ញុំបាទដែលបានផ្ដល់កិច្ចសម្ភាសមកខ្ញុំហើយអញ្ចឹងសូមសួរពូបន្តិចតេតិននឹងសកម្មភាពនេះតើពូមានបានជ្រាបទេចំពោះទីតាំងផលិតនិងកែច្នៃនៅថ្នាំពុលនេះ បាទការវិចខ្ចប់នេះខ្ញុំក៏បានសហការជាមួយខាងឃុំហើយខាងជំនាញខាងកសិកម្មស្រុកគាត់ចុះមកដែរគាត់បានធ្វើកិច្ចសន្យាលើកទី1គឺឲ្យបញ្ឈប់ជាបដាអាសន្នដើម្បីសុំច្បាប់ទីតាំងអញ្ចឹងគឺបាទហើយលើកទី2នោះថ្ងៃទី29ខែ5មានក្រុមប្រឹក្សាឃុំហើយខ្ញុំហើយនឹងកសិកម្មស្រុកបាន2រូបដែរគាត់មកធ្វើកិច្ចសន្យាលើកទី2តែពេលនោះគឺគាត់អត់បានផ្ដាច់មេដាយទេខាងវិចខ្ចប់ហ្នឹងខាងរោងចក្រហ្នឹងអត់បានផ្ដាច់មេដាយទេបាទហើយមកដល់ពេលនេះទៅគឺឥឡូវទៅគ្រូអញ្ជើញមកហើយបាទអាហ្នឹងខ្ញុំមានតែប៉ុណ្្នឹងបាទហើយចំពោះទីតាំងហ្នឹងផងដែរនៅក្នុងនាមពូជាមេភូមិតើមានដឹងពីសកម្មភាពការមកធ្វើអាជីវកម្មផលិតនិងវិចខ្ចប់កែច្នៃប្រភេទថ្នាំពុលដែលជាប្រភេទថ្នាំបាញ់ស្មៅនេះរយៈពេលប្រហែលហើយពូ រយៈពេលហ្នឹងដូចជាដំបូងអត់តាន់វិចខ្ចប់ចឹងទេគ្រាន់តែគាត់បកខ្ញុំទៅមើលហ្នឹងគ្រាន់តែបកពីអាបដងចាស់ដាក់បាត់បដងថ្មីបកว่าផ្លាហ្នឹងគ្រូបាទតែពេលហ្នឹងឃើញថាវាអត់មានក្លិនធំទេបាទហើយក៏ប្រជាពលរដ្ឋក្នុងភូមិនេះគាត់ទៅធ្វើការនៅកន្លែងហ្នឹងទៅគឺថាគាត់ជាថាខ្វះការងារមុខរបរអញ្ចឹងគាត់ទៅធ្វើការខ្ញុំគូថាមិនអីទេបើគាត់ណាបាត់ផ្លាកអញ្ចឹងបកពីបដងមួយទៅបដងមួយបាទដូរតែមបាទដំបូងមិនអញ្ចឹងឯនេះគាត់ធ្លាប់បានធ្វើការកន្លែងហ្នឹងដែរមានពួកយើងមានធ្វើដែរហ្នឹងហើយដំបូងអញ្ចឹងមែនបាទតែដល់ក្រោយមកវារយៈពេលឥឡូវនេះឃើញមានឡានយីដប់ហ្នឹងគាត់ដឹកធុងធំចូលមកអាហ្នឹងគេប្រហោហើយបាទគេប្រហោពីដាក់ដងតូចអាហ្នឹងអាចប៉ះពាល់ដល់ក្លិនប្រជាពលរដ្ឋដែលគាត់ធំមិនបានគាត់តែងតែសួរមកខ្ញុំថាថ្នាំហ្នឹងធំក្លិនខ្ញុំក៏បានរាយការណ៍ទៅលោកមេឃុំក៏គាត់រាយការណ៍ទៅខាងស្រុកគេចុះមកម្ដងជា2ដងហើយអញ្ចឹងបាទអាហ្នឹងមានតែប៉ុណ្្នឹងគ្រូហើយតើពូមានបានដឹងនេះដូចខ្ញុំសួរមុននេះមិញអត់ទាន់បានឆ្លើយនឹងសំណួរខ្ញុំតាក់ទិននឹងរយៈពេលគេហៅថាយូរហើយឬនៅចំពោះទីតាំងហ្នឹងរយៈពេលហ្នឹងខ្ញុំមិនបានជាដឹងថ្ងៃខែឆ្នាំច្បាស់ទេប៉ុន្តែក្នុង2024ហ្នឹងទេបាទទើបតែ2024ទេបាទថ្មីហ្នឹងភ្លាមហ្នឹងធំក្លិនប្រជាពលរដ្ឋគឺយើងគាត់ប្រតិកម្មភ្លាមបាទมันយូរប្រហែលនេះគ្រូជា3ខែហ្នឹងបាទប្រហែល3ខែដែលផលប៉ះពាល់ខ្លាំងបាទទៅឥឡូវនេះចូលខ្លីมันខ្លាំងដំបូងដូចថាអត់ទៅធំប៉ុន្មានទេក្នុងនាមពូខ្ញុំទេសួរគាត់ដែរថាធំដែរថាដូចធំម្ដងខ្ញុំទេសួរអូនឯងចឹងហីហ្នឹងគេថាមិនទេគេធ្វើហ្នឹងធំខ្លាំងធំម្ដងឯងបងហើយខ្ញុំក៏អាសាសួរទៅប្រជាពលរដ្ឋដែរបាទហើយក្នុងនាមពូជាអាជ្ញាធរមូលដ្ឋាននៅពេលដែលប្រជាពលរដ្ឋគាត់បានជូនដំណឹងខ្លះក៏មិនបានជូនដំណឹងដោយសារគាត់គិតថា
មុនដំបូងខ្លះគាត់ថាមិនហ៊ានរាយការទេខ្លាចគេស្អប់គេខ្ពើមគេរើសអើងថាយើងនឹងបកកែរាយការចេះចោះអញ្ចឹងទៅហើយក្រោយពីពួកគាត់បានផ្ដល់កិច្ចសម្ភារមកអង្គភាពខ្ញុំហើយជាពិសេសប្រហែលថ្ងៃហ្នឹងដូចជាមានខាងអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញបានចុះមកហ្នឹងតើអាចនឹងមានវិធានការទប់ស្កាត់យ៉ាងណាដែរពូការងារនេះគាត់មិនអាចបញ្ឈប់បានទេគាត់នៅតែធ្វើបន្តទៅទៀតប៉ុន្តែគាត់ថាធ្វើតាមច្បាប់ដែលគាត់ធ្វើទៅបានអញ្ចឹងបាទគាត់បានណែនាំត្រូវតែបញ្ឈប់ត្រូវតែសុំច្បាប់ឲ្យត្រឹមត្រូវណែនាំខាងម្ចាស់រោងចក្រហ្នឹងបាទគាត់ណែនាំថាព្រោះនេះប៉ះពាល់សុខភាពជាបរិវត្តជាធំបាទយើងកុំឲ្យធ្វើកន្លែងហ្នឹងវាប៉ះពាល់ហើយត្រូវរកកន្លែងទីតាំងណាដែលឆ្ងាយពីភូមិគាត់ណែនាំច្រើនជាមួយថ្នាក់ឃុំហើយនឹងខ្ញុំហ្នឹងគាត់ណែនាំច្រើននៅខាងជំនាញកសិកម្មស្រុកបាទតែមិនទាន់ដឹងថាមានចំណាត់ការផ្លូវច្បាប់យ៉ាងណាទេចំពោះទីតាំងកែច្នៃទីតាំងវិចខ្ចប់នៅប្រភេទថ្នាំពុលដែលជាប្រភេទថ្នាំបាញ់ស្មៅហ្នឹងបាទអត់ទាន់មានមែនតែគាត់នឹងអាចចុះមកទៀតគាត់ប្រាប់ខ្ញុំថានឹងចុះមកបន្តទៀតបើសិនជាមិនឈប់ទេអញ្ចឹងបាទពូបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនពូណាស់ដែលបានផ្ដល់កិច្ចសម្ភារយ៉ាងក្បោះក្បាយហើយក៏ដូចជាការព្រួយបារម្ភចំពោះសុខភាពសុខុមាលភាពក៏ដូចជាពិសេសទៅលើផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរហាលនេះបាទអញ្ចឹងក៏អរគុណណាពូណាបាទអរគុណបាទហ្នឹងហើយបងប្អូនគឺបានស្ដាប់នៅកិច្ចសម្ភាររបស់បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងហើយលោកមេភូមិក៏បានបញ្ជាក់ដែរថាការចុះទៅហាមឃាត់នោះជាច្រើនលើកច្រើនសារទៅហើយរហូតទៅដល់2ដងឯណោះបើតាមលោកមេភូមិគាត់បានបញ្ជាក់ហើយអញ្ចឹងមិនដឹងថាម្ចាស់អាជីវកម្មគាត់គិតយ៉ាងណានោះទេទើបក្រោយពីមានកិច្ចសន្យាបញ្ឈប់នឹងផ្អាកអាជីវកម្មហើយនៅតែលួចបន្តដដែលបាទហើយលោកថងវីឡាបើសិនជាចង់បកស្រាយឆ្លើយតបទាក់ទិននឹងករណីនេះលោកអាចបកស្រាយបានតាមរយៈលេខទូរស័ព្ទដែលមាននៅក្នុងការផ្សាយហើយឃើញលោកបានទំនាក់ទំនងមកខាងអង្គភាពតាមរយៈ Telegram ជាបន្តបន្ទាប់ដែរតែលោកមិនបានសំណូមពរក៏ដូចជាធ្វើការបកស្រាយយ៉ាងណានោះទេអញ្ចឹងបើសិនជាលោកគិតថាក្រោយពីការចេញផ្សាយគិតថាចង់បកស្រាយដោយលក្ខខណ្ឌណាមួយនោះអាចបកស្រាយបានហើយយើងនៅតែទទូចស្នើសុំទៅដល់លោកថងវីឡាបាទក៏ដូចជាប្រជាពលរដ្ឋទាំងអស់គឺស្នើសុំឲ្យលោកបញ្ឈប់នៅការវិចខ្ចប់និងនាំសារធាតុដែលធ្វើឲ្យប៉ះពាល់សុខភាពមនុស្សសត្វក៏ដូចជារុក្ខជាតិហើយអញ្ចឹងខ្ញុំមិនមែនចេះតែផ្សាយដោយមិនមានសំអាងហេតុនោះទេគឺមានប្រជាពលរដ្ឋនិងអាជ្ញាធរត្រឹមត្រូវអញ្ចឹងគឺអាជ្ញាធរនិងមន្ត្រីជំនាញទាំងអស់បាទបើសិនជារកឃើញថាទីតាំងនេះល្មើសហើយសូមចាត់វិធានការឲ្យបានតឹងរឹងចំពោះគឺម្ចាស់ទីតាំងផ្ទាល់តែម្ដងហើយខ្ញុំនឹងបញ្ជូនព័ត៌មាននេះទៅក្រសួងកសិកម្មដើម្បីឲ្យស៊ើបអង្កេតបន្ថែមទៀតបាទជាពិសេសមន្ត្រីនៅតាមច្រកដែលកន្លែងទីតាំងនេះនាំនៅសារធាតុវិចខ្ចប់នេះចូលមកបាទគេហៅថាវត្ថុធាតុដើមចាំមើលការនាំចូលនោះគឺមានការបង់ពន្ធត្រឹមត្រូវជូនរដ្ឋឬមួយយ៉ាងណាបាទគឺយើងឃើញហើយប្រភេទថ្នាំនេះមានជាធុងតែម្ដងអញ្ចឹងមិនដឹងថាមានការពិសោធន៍មានការត្រួតពិនិត្យចំពោះមន្ត្រីកម្មគនត្រូលក៏ដូចជាប៉ូលីសច្រកមន្ត្រីច្រកយ៉ាងណានោះទេអញ្ចឹងក្រោយពីការផ្សព្វផ្សាយយើងសង្ឃឹមយ៉ាងមុតមមថាអាជ្ញាធរជាពិសេសមន្ត្រីជំនាញនឹងបកស្រាយទាក់ទិននឹងករណីនេះឲ្យបានច្បាស់ជាពិសេសគឺម្ចាស់ទីតាំងផ្ទាល់តែម្ដងបាទសូមអរគុណសូមគោរពលាព័ត៌មានរស្មីនាគមាព័ត៌មានរស្មីនាគមាព័ត៌មានពិតគ្រប់ទីកន្លែងមានទទួលធ្វើក្បាលកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មនិងត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន25ខេត្តក្រុងផងដែរព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ012 89 40 15 015 89
088 73 666 សូមអរគុណ